យ៉ាងគល់ទី22ព្រះសម្មាសម្ពុទ្ធព្រះអង្គលោកបានសម្ដែងថាគោរពចំពោះបុគ្គលដែលគួរគោរពចឹងការដែលប្រើប្រាស់នៅវត្ថុណាគួរដឹងអំពីគុណសម្បត្តិគុណប្រយោជន៍អំពីវត្ថុនោះយ៉ាងណាមិញក្នុងការដែលយើងគោរពបូជាដល់បុគ្គលដែលគួរបូជាដែលគួរគោរពក៏យ៉ាងនោះដែរអញ្ចឹងពាក្យថាគោរពតើមានន័យដូចម្ដេចការគោរពនេះគឺជាការឱនលំទោនណាគោរពដោយសេចក្តីនឹងឯងណាល្អប្រសើរការគោរពនេះគឺចំពោះបុគ្គលដែលឲ្យប្រយោជន៍ដល់ខ្លួនឯងណាដើម្បីក្នុងការគោរពក្នុងការរាប់អានអំពីបុគ្គលនោះអញ្ចឹងគោរពនេះមិនមែនថាតលតែគោរពចំពោះមុខទេនៅក្នុងការចំពោះមុខក្តីឬក៏កំបាំងមុខក្តីក៏យើងនៅមានការគោរពរាប់អានដល់បុគ្គលនោះជានិច្ចកាលហ្នឹងគឺឈ្មោះថាការគោរពដល់បុគ្គលដែលឲ្យប្រយោជន៍ដល់យើងណាប្រយោជន៍ហ្នឹងគឺប្រយោជន៍គឺសេចក្តីល្អប្រយោជន៍នឹងឯងគឺប្រយោជន៍ក្នុងការដឹកនាំនៅអាយុជីវិតរបស់យើងនឹងឲ្យល្អឲ្យប្រពៃឲ្យប្រសើរអញ្ចឹងលើកអំពីការគោរពឬក៏វត្ថុដែលគួរគោរពដែលយើងលើកសង្ខេបបែបខ្លីអំពីការគោរពហ្នឹងណាព្រះសម្មាសម្ពុទ្ធព្រះអង្គថារបស់ដែលគួរគោរពយ៉ាងក្រៃលែងរបស់ដែលគួរយើងរាប់អានដល់ក្រៃលែងនឹងឯងមាន7យ៉ាងដែលញាតិញោមជាពុទ្ធបរិស័ទប្រុសស្រីទាំងអស់គ្នាគួរគោរពគួរបូជាទី1គឺព្រះសម្មាសម្ពុទ្ធព្រះអង្គលោកបានសម្ដែងថាសេចក្តីគោរពចំពោះព្រះសម្មាសម្ពុទ្ធណានឹងគឺជាការគោរពមួយដ៏ក្រៃលែងណាដ៏ប្រសើរណាអាម៉េចបានថាអញ្ចឹងញាតិញោមណាព្រោះព្រះសម្មាសម្ពុទ្ធព្រះអង្គលោកមានគុណដ៏ធំធេងឬក៏យើងបរិយាយឲ្យខ្លីទៅព្រះសម្មាសម្ពុទ្ធព្រះអង្គលោកមានគុណនឹងឯង3មានបញ្ញាគុណវិសុទ្ធគុណនិងករណាគុណណាគុណ3ហ្នឹងគុណយ៉ាងក្រៃលែងណាប៉ុន្តែមិនអត្ថាធិប្បាយទេព្រោះថាកុំឲ្យញាតិញោមបែកអារម្មណ៍អំពីការស្ដាប់នៅបុគ្គលដែលគួរគោរពណាអញ្ចឹងគឺគ្រាន់តែដឹងថាព្រះសម្មាសម្ពុទ្ធព្រះអង្គលោកមានគុណ3ណាយើងសង្ខេបឲ្យខ្លីទៅគឺមាន3ហ្នឹងដើម្បីក្នុងការដែលពុទ្ធបរិស័ទទាំងឡាយក្នុងការរៀនសូត្រឬក៏អីផ្សេងអញ្ចឹងជាដើមណាទី2គឺគោរពមានសេចក្តីគោរពនឹងឯងចំពោះព្រះសង្ឃអធិស្ឋានពធញោមណាអញ្ចឹងយើងមានសេចក្តីគោរពចំពោះពធហ្នឹងគឺជាធម្មតាមុននឹងញាតិញោមជ្រះថ្លាធ្វើនឹងអំពើអ្វីមួយមុននឹងញាតិញោមបំពេញបុណ្យបំពេញកុសលច្បាស់ណាស់ញោមបានស្ដាប់នៅធម៌បានសិក្សារៀនសូត្រស្វែងយល់អំពីរបៀបរបបអំពីការអប់រំឬក៏គោរពបដិបត្តិដល់ឬក៏ការឲ្យទានអីចឹងផ្សេងហ្នឹងគឺច្បាស់ណាស់ញាតិញោមតើស្ដាប់ធម៌ស្ដាប់ធម៌ទៅយល់អំពីកិច្ចនោះអញ្ចឹងញាតិញោមជាពុទ្ធបរិស័ទប្រុសស្រីទាំងអស់គ្នាជ្រះថ្លាណាឬក៏ញោមចង់បានសេចក្តីសុខសេចក្តីចម្រើនរៀនធម៌ដើម្បីក្នុងការអប់រំចិត្តជាដើមនឹងឯងនឹងហើយជាគុណជាតម្លៃដែលញោមញាតិជាពុទ្ធបរិស័ទប្រុសស្រីទាំងអស់គ្នាគួរគោរពណាគួរគោរពណាចំណែកទី3ហ្នឹងគឺឲ្យញាតិញោមនឹងឯងមានសេចក្តីគោរពចំពោះព្រះសង្ឃណា
ព្រះសង្ឃនឹងឯងមានសេចក្តីគោរពណាញោមក៏មានសេចក្តីប្រមាទណាព្រោះថាព្រះសង្ឃបើយើងបរិយាយទៅមានគុណណាមានគុណដល់ក្រៃលែងឬក៏ព្រះសង្ឃមានគុណនឹងឯងមានតាំងពីការដឹកនាំឲ្យញាតិញោមឬក៏ការបញ្យលនៅសេចក្តីល្អល្អឬក៏ដឹកនាំនៅពាក្យទូមានព្រានប្រដៅនៃព្រះសម្មាសម្ពុទ្ធព្រះអង្គលោកបានសម្ដែងទុកនៅក្នុងអដ្ឋកថាគម្ពីរដីកាឬក៏ក្នុងបត្រៃបិដកផ្សេងហ្នឹងដើម្បីអត្ថាធិប្បាយដើម្បីក្នុងការសម្ដែងប្រាប់អំពីរបស់ផ្សេងអំពើណាដែលល្អអំពើណាដែលមិនល្អអញ្ចឹងដែរណាហ្នឹងគឺជាព្រះអង្គលោកបានសម្ដែងថារបស់ដែលគួរគោរពណាក៏មានសេចក្តីប្រមាទអញ្ចឹងគឺឲ្យតែព្រះសង្ឃញោមណាព្រះសង្ឃគ្រប់ព្រះអង្គយើងទោះបីយ៉ាងណាយើងក៏មានសេចក្តីប្រមាទមើលងាយណាដោយប្រការផ្សេងអញ្ចឹងទៅយើងមានសេចក្តីគោរពកាលណាបើញោមប្រុសស្រីទាំងអស់គ្នាមិនគោរពព្រះសង្ឃហើយអញ្ចឹងគឺព្រះសង្ឃនឹងឯងមិនមានតម្លៃណាពេលខ្លះអញ្ចឹងទៅញោមមានសេចក្តីប្រមាទខ្លះទៅមានការមើលមកព្រះសង្ឃនឹងឯងមិនសមឬក៏មិនស្មើនឹងតម្លៃដែលថាសិក្សារៀនសូត្រណាញាតិញោមខ្លះហ្នឹងអញ្ចឹងថាបានសិក្សារៀនសូត្របានចេះគម្ពីរដីកាអីផ្សេងអញ្ចឹងទៅមើលមកព្រះសង្ឃនឹងឯងមិនសមគួរក្នុងការគោរពប៉ុន្តែអត់ទេញោមណាទោះបីយ៉ាងណាក៏យើងគោរពពួកសង្ឃហើយសង្ឃនេះយើងគោរពនឹងឯងគឺយើងនឹកដល់ព្រះអរិយសង្ឃណាមិនថាញោមជួបកន្លែងណាញោមតាំងចិត្តអញ្ចឹងហើយក៏មានសេចក្តីប្រមាទហ្នឹងជារបស់ដែលគួរគោរពទី3ណាញោមដែលញាតិញោមជាអ្នកកាន់នៅពុទ្ធសាសនាទោះបីជាព្រះសង្ឃតូចឬក៏ព្រះសង្ឃធំព្រះសង្ឃចាស់អីយ៉ាងណាឲ្យតែក្រងនៅជីវរស្បង់ស្បៃត្រៃជីវរហើយគឺជារបស់ដែលគួរគោរពដែលជាគួរការរាប់អានមិនប្រកាន់ទៅលើវ័យទេញោមណាឲ្យតែមានស្បង់ស្បៃត្រៃជីវរហ្នឹងក្រងឬក៏ជាទង់ព្រះអរហន្តណាយើងគោរពហ្នឹងហើយយើងបរិយាយទៅនៅវែងឆ្ងាយប៉ុន្តែនាទី3នឹងឯងគឺសំខាន់ឲ្យញោមនឹងឯងមានសេចក្តីគោរពចំពោះព្រះសង្ឃណាចំណែកទី4គឺសេចក្តីគោរពចំពោះការសិក្សារៀនសូត្រញោមបើសិនជាញោមសិក្សាទៅហើយញោមអត់បានគោរពបដិបត្តិក្នុងការសិក្សាស្រាវជ្រាវអំពីការស្វែងយល់ផ្សេងទេច្បាស់ណាស់ញោមអត់បានប្រយោជន៍អំពីការសិក្សារៀនសូត្រទេចឹងហើយបានជាព្រះសម្មាសម្ពុទ្ធព្រះអង្គបានសម្ដែងអំពីការសិក្សារៀនសូត្រហ្នឹងទាល់តែញោមនឹងឯងគោរពបដិបត្តិគោរពនឹងឯងដឹងនៅគុណតម្លៃនៃការដែលសិក្សារៀនសូត្រហ្នឹងណាអញ្ចឹងទោះបីជាសិក្សារៀនសូត្រទៅចេះចាំចំណាំបានតិចតួចអីយ៉ាងណាក៏យើងព្យាយាមសិក្សារៀនសូត្រដោយគោរពណាគោរពបដិបត្តិគោរពនឹងឯងដោយសេចក្តីជ្រះថ្លាមិនថាញោមញាតិសិក្សានៅផ្លូវលោកផ្លូវធម៌អីចឹងជាដើមញោមមានសេចក្តីគោរពរាប់អានញោមមានសេចក្តីគោរពនឹងឯងអំពីការចេះដឹងឬក៏អំពីការសិក្សាទាមទារឲ្យញោមនឹងឯងមានការគោរពបដិបត្តិហ្នឹងណាចំណែកទី5ព្រះសម្មាសម្ពុទ្ធព្រះអង្គលោកបានសម្ដែងថាមានសេចក្តីគោរពចំពោះសមាធិនេះ
ជាធម្មតាបើសិនជាញោមសមាធិបានបើញោមមិនសូវគោរពមិនសូវការរាប់អានឬក៏មិនសូវគោរពអំពីការសមាធិនឹងឯងក៏យើងរៀនសូត្រទៅក៏អត់បានប្រយោជន៍ណាបានផលណាបានប្រយោជន៍អត់បានផលអត់បានការដែលថាយើងសមាធិមែនណាប៉ុន្តែយើងឧទាហរណ៍ថាបានហើយដឹងមានសេចក្តីប្រមាទមានសេចក្តីនឹងឯងដែលថាមានការដែលរៀនទៅថាអាងតែខ្លួនអញណាមានបណ្ណាប្រសើរជាងអញសមាធិអញ្ចឹងទៅគឺមានតែអញដែលប្រសើរជាងគេហ្នឹងអញ្ចឹងណាមានតែអញដែលល្អជាងគេអញ្ចឹងទៅអាហ្នឹងឯងដែលនាំឲ្យកើតនៅសេចក្តីប្រមាទណាឲ្យមានការនឹកឬក៏ការដែលមានសេចក្តីប្រមាទកើតឡើងហើយធ្វើឲ្យការសិក្សារៀនសូត្រនឹងឯងដែលធ្លាក់ចុះចឹងហើយបានជាព្រះសម្មាសម្ពុទ្ធព្រះអង្គលោកបានសម្ដែងអំពីការឲ្យញាតិញោមនឹងឯងគោរពបដិបត្តិអំពីការសមាធិនឹងជាដើមញោមណាហ្នឹងគឺទី5ញោមណាទី5ដែលញោមប្រុសស្រីទាំងអស់គ្នាគួរគោរពគួរបូជាចំណែកទី6ហ្នឹងគឺព្រះសម្មាសម្ពុទ្ធព្រះអង្គលោកបានសម្ដែងអំពីការគោរពចំពោះបដិសន្ធារកិច្ចឬក៏បដិសន្ធាការទទួលណាការទទួលហ្នឹងយើងថាបដិសន្ធារកិច្ចអញ្ចឹងអាម៉េចទោះបីញាតិញោមណាមានសេចក្តីគោរពហ្នឹងចំពោះឧទាហរណ៍ថាព្រះសង្ឃណាលោកនិមន្តមកអំពីវត្តអារាមអីចឹងជាដើមដូចជាញោមមានកម្មវិធីបុណ្យផ្សេងព្រះអង្គលោកបានសម្ដែងអំពីការគោរពបដិបត្តិនឹងឯងបើញោមមានសុខភាពល្អញោមមានសុខភាពនឹងឯងមាំទាំអញ្ចឹងគឺចេះក្រោកទទួលបដិសន្ធារកិច្ចណាព្រះសង្ឃនិមន្តមកណាក្រោកទៅយើងសូត្រធម៌ក្រោកទៅយើងចេះថ្វាយអង្គមឱនលំទូនឱនលំទូនចំពោះព្រះសង្ឃដែលបដិគិអកៈអីចឹងជាដើមឬក៏ញោមជួបព្រះសង្ឃនៅកន្លែងណាក៏ដោយញោមមានសេចក្តីគោរពឬក៏បដិសន្ធារៈហ្នឹងណាជួបតាណាក៏ដោយឬក៏ជួបកន្លែងដងផ្លូវកន្លែងណាក៏ដោយអញ្ចឹងគឺទាមទារឲ្យញោមញាតិជាពុទ្ធបរិស័ទប្រុសស្រីទាំងអស់គ្នាមានការគោរពបដិបត្តិឬក៏ឲ្យខ្ជាប់ខ្ជួនណាដូចអង្គអាត្មាលើកមកខាងលើអញ្ចឹងណាកុំថាលោកអង្គនេះនៅក្មេងពេកដូចមិនសមគួរក្នុងការគោរពគារវៈសោះអង្គនេះរៀងចាស់ពេកឲ្យទៅគោរពនឹងដូចជាមិនសមរម្យសមគួរអញ្ចឹងជាដើមហ្នឹងគឺការគិតខុសណាអញ្ចឹងឲ្យតែមានស្បង់មានជាពោក្នុងការរៀបចំឬក៏ព្រះអង្គលោកបានក្រងទុកឬក៏ឃ្លុំអីចឹងលេចកើតជើងត្បូងទោះបីតែក្មេងក៏ដោយចាស់ក៏ដោយយ៉ាងណាយើងគួរគោរពហើយសូមរំលេចកន្លែងនឹងតិចដែរញោមរំលេចអាម៉េចថាទោះបីជាព្រះសង្ឃអង្គនោះយើងដែលស្គាល់ក្តីមិនដែលស្គាល់ក្តីឬក៏ដោយហើយទៅសំបីតែព្រះសង្ឃនោះមិនមែនជាព្រះសង្ឃពិតមែនក៏ដោយក៏ទាមទារឲ្យញោមញាតិឯងគោរពដែលអង្គអាត្មាលើកខាងដើមថាមិនគោរពទៅលើបុគ្គលនេះបុគ្គលនោះទេគឺយើងគោរពចំពោះស្បង់ជីវរទោះបីថាដឹងអីយ៉ាងណាយើងគោរពសិនយើងគោរពសិនគោរពដើម្បីជាបុណ្យជាកុសលណាកុំឲ្យថាឃើញអង្គនោះមិនមែនជាព្រះសង្ឃពិតទេ
chẳng tới nhôm mình miền sực đây cổ rốt từ vay từ đom từ đom từ thẹ ấy chế cho lịch cát và mát mưa nghi ấy chế cho lịch cát anh nắng đây nom ao dương miền ba á na miền tu đọc luôn á là từ vay từ top ấy chẳng nó từ tiên nhà sport nâng anh vô mo choan chli ấy chẳng lịch cát anh nắng cô chi ông pơ mỗi đại mình lo ông pơ mỗi đại mình và sao thì chẳng sọc dương miềnฉบับmiền tầm lọp nhiều nè miềnฉบับmiền tầm lọp anh nhắc là thằng ấy miền ca chi phải trao chân tư nè việc hạ đôi chị ọt xóm á nè nóคือmình châu nơi xích đây ca cổ rúp bạn để bắt đứa cô cổ rúp kia là vẹn cái chân tê nè dương kia là vẹn cách cứ vừa dương ná cổ rúp nè ao đầm tôn nè chụp bùa bờ sòng chân tư nè trong này thìผมเปิลนั่นคือสมาสัมพุทธพระองค์ลูกมาสำแดงองปีนาการกรุบจมพูกาเงียนะจังโยมเพื่อกาเงียแวะเอาไว้โตทมอย่างนานั้นโยมเติมเมียนสิกได้กรุบนะจมพูกิจกาเงียเส้นนะเพื่อโดยสิกได้กรุบáโดยสิกได้สลันเนี่ยนะมันเพื่อดังไอ้ดำไปท่าnhiệt nhôm plan đó vừa đó tầm bây giờ bẹt hai vừa tới tầm bây giờ càng nghe đang vừa chia chào chẳng tới nè là mình miền sực đây cửa rụp nữa chẳng cứ bây sama samput ọt thì lục thà tụ bây càng nghe tôi càng nghe thom ấy chẳng na có đói cứ tiêm tia ở nhôm đấy miền sực đây tục đạn cửa rụp tầm bây cái nông ca và có càng nghe bao giờ nó ở bờ sà nè và sân như dương ọt cổ rụp tế nè vừa ở càng nghe dương ấy nắng mình ở đi chầm ra nè càng nghe nắng ấy mình lo đây mình phải sao thì ở bên sân như nhôm miền ca cổ rụp cho bà na nhôm càng nghe cứ nâng chơi thật vừa tới chơi thật xong bà cọp càng nghe nâng ấy chơi thật chuột chơi á nè bà cọp càng nghe nâng ấy chơi thật bà sao lơn nè đi ông mà lược hàng đầu tha mình chấm puแต่การងារអ្វីđây mình thaការងារតូចmình thaការងារធំmình thaការងារអីគឺទៀមទីឲ្យញោមណែគោរពការងារអាហ្នឹងមិនថាគោរពហ្នឹងដោយអង្គអាថាមិនទៅនេះគឺយើងឲ្យលំទោនណាដឹងនៅវត្ថុទាំងអស់ហ្នឹងណានិយាយធម្មតាទេញោមណាតែទោះបីវត្ថុអីក៏ដោយឲ្យតែឲ្យសេចក្តីសុខមកដល់យើងគួរគោរពគួរតែដឹងគុណគួរតែឲ្យនំតូនគួរតែប្រទាបខ្លួនណាធម្មតាទេញោមរឿងការគោរពនេះគឺមានច្រើនបែបច្រើនយ៉ាងតែលើកអំពីការគោរពយ៉ាងក្រៃលែងគោរពដល់ប្រសើរដល់ពងពោះគឺមាន7យ៉ាងដែលអង្គអាត្មាលើកមកខាងដើមនឹងញោមចឹងបើសិនជាញោមញាតិជាពុទ្ធបរិស័ទប្រុសស្រីទាំងអស់គ្នាក្នុងការចង់បាននៅមង្គលដល់ប្រសើរចង់បាននៅមង្គលដល់ដំចង់បាននៅសេចក្តីសុខចង់បាននៅសេចក្តីចម្រើនតលតែញាតិញោមអនុវត្តជាពិសេសហ្នឹងគឺមង្គលទី22ហ្នឹងគឺទាមទារឲ្យញោមញាតិជាពុទ្ធបរិស័ទប្រុសស្រីទាំងអស់គ្នាមានការគោរពចំពោះបុគ្គលដែលគួរគោរពអញ្ចឹងគឺមានប៉ុណ្ណឹងញោមណាដែលមង្គល22នេះហើយសូមអរគុណច្រើន